បដូរពីមនុស្សខ្លាចគេអត់រាប់មកជាខ្ញុំមិនរាប់អ្នកណាទាំងអស់នៅក្នុងសង្គមសម័យទំនើបមនុស្សជាច្រើនតែងតែរស់នៅក្រោមសម្ពាធនៃការខ្លាចថាគេមិនត្រូវបានគេរាប់អានឬដកចេញពីក្រុមការខ្លាចនេះដែលគេហៅថា fear of exclusion ឬ fear of being left out គឺជាធម្មជាតិមួយដែលកើតចេញពីតម្រូវការរស់រានមានជីវិតរបស់មនុស្សដែលត្រូវការទទួលស្គាល់ពីអ្នកដទៃដើម្បីមានអារម្មណ៍សុវត្ថិភាពប៉ុន្តែនៅពេលដែលការខ្លាចនេះកាន់តែខ្លាំងវាអាចនាំមកនូវបញ្ហាសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភបាក់ទឹកចិត្តឬសូម្បីតែអាកប្បកិរិយាឈ្លានពានដូច្នេះការបដូរផ្នត់គំនិតពីមនុស្សខ្លាចគេអត់រាប់មកជាខ្ញុំមិនរាប់លោកណាទាំងអស់គឺជាជំហានមួយដ៏សំខាន់ក្នុងការស្វែងរកសេរីភាពខាងផ្លូវចិត្តនិងការរស់នៅដោយឯករាជ្យវាមិនមែនមានន័យថាខ្លាចជាមនុស្សអាត្មានិយមនោះទេប៉ុន្តែជាការរៀនស្រឡាញ់ខ្លួនឯងឲ្យបានគ្រប់គ្រាន់មូលហេតុនៃការខ្លាចគេអត់រាប់គឺកើតចេញពីកត្តាចិត្តវិទ្យាដែលមនុស្សត្រូវការជាក់លាក់នៃការទទួលយកពីសង្គមដើម្បីរស់រាននៅសម័យបុរាណការត្រូវបានដកចេញពីក្រុមអាចមានន័យថាគ្រោះថ្នាក់ដល់ជីវិតដូច្នេះខួរក្បាលរបស់យើងត្រូវបានរចនាឡើងដើម្បីខ្លាចការនេះនៅសម័យនេះវាបង្ហាញខ្លួនតាមរយៈការខ្វល់ខ្វាយពីការមិនត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍ឬការមិនមានមិត្តភ័ក្តិច្រើននៅលើបណ្ដាញសង្គមប៉ុន្តែការរស់នៅក្រោមការខ្លាចនេះអាចធ្វើឲ្យយើងបាត់បង់ខ្លួនឯងនិងពឹងផ្អែកលើការទទួលស្គាល់ពីអ្នកដទៃជានិច្ចការបដូរមកជាខ្ញុំមិនរាប់អ្នកណាទាំងអស់គឺជាដំណើរការនៃការរៀនទទួលយកខ្លួនឯងនិងរកឃើញសុភមង្គលពីខាងក្នុងនេះមានន័យថាយើងឈប់ខ្វល់ពីការវិនិច្ឆ័យរបស់អ្នកដទៃនិងផ្ដោតលើការរស់នៅតាមតម្លៃផ្ទាល់ខ្លួនយោងតាមអ្នកជំនាញចិត្តវិទ្យាវិធីដើម្បីសម្រេចបាននេះរួមមានការអនុវត្តការគិតវិជ្ជមានការស្វែងរកក្រុមដែលស័ក្តិសមនឹងខ្លួនឯងនិងការលើកកម្ពស់សមត្ថភាពផ្លូវចិត្តឧទាហរណ៍បើអ្នកមានអារម្មណ៍ថាត្រូវបានដកចេញសូមព្យាយាមគិតថាវាជាឱកាសដើម្បីស្វែងរកសកម្មភាពដែលខ្លួនឯងចូលចិត្តដូចជាការអានសៀវភៅឬធ្វើលំហាត់ប្រាណការផ្លាស់តូនេះអាចជួយកាត់បន្ថយការឈឺចាប់ផ្លូវចិត្តនិងបង្កើនការជឿជាក់លើខ្លួនឯងទោះបីជាការផ្លាស់ប្ដូរនេះស្ដាប់ទៅដូចជាមិនខ្វល់អ្នកដទៃក៏ដោយប៉ុន្តែវាជួយឲ្យយើងមានទំនាក់ទំនងដែលពិតប្រាកដជាងមុនដោយសារយើងជ្រើសរើសមនុស្សដែលស្របនឹងតម្លៃរបស់យើងនៅក្នុងបណ្ដាញសង្គមដូចជា Facebook ឬ Instagram ឃ្លានេះត្រូវបានចែករំលែកយ៉ាងច្រើនដែលបង្ហាញពីការស្វែងរកសេរីភាពផ្លូវចិត្តរបស់មនុស្សជាច្រើនបើអ្នកកំពុងជួបបញ្ហានេះសូមចាប់ផ្ដើមដោយការសង្កេតគំនិតខ្លួនឯងនិងស្វែងរកជំនួយពីអ្នកជំនាញបើចាំបាច់ចងចាំថាការមិនរាប់អ្នកណាទាំងអស់មិនមែនជាការឯកោនោះទេប៉ុន្តែជាការរស់នៅដោយសេរីភាព